家好，欢迎来到学汉语视频សួស្តីបងប្អូននិងមិត្តភ័ក្តិទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះយើងវិលមកជួបគ្នាសាជាថ្មីទៀតហើយនៅវីដេអូដែលចែករំលែកជាភាសាចិនជាបន្តទៀតបាទអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាជាបន្តទៅកាន់ភាគទី123ដែលភាសាចិននិយាយថា第123部分第123部分បាទអញ្ចឹងបងប្អូនទាំងអស់គ្នាភាគទី123នេះយើងនឹងសិក្សាជាបន្តអំពីការពន្យល់ពាក្យថា交通工具បាទអញ្ចឹងភាសាចិននិយាយថា不穷说明交通工具的意思不穷说明交通工具的意思បាទអញ្ចឹងពាក្យថា不穷មានន័យថាបន្ថែមបាទហើយពាក្យ说明បកថាពន្យល់ឬក៏បកថាបញ្ជាក់បាទអញ្ចឹង交通工具បកថាឧបករណ៍ឬក៏សម្ភារៈសម្រាប់ធ្វើដំណើរបាទអញ្ចឹងតើបកថារបស់ដល់ពេលអ៊ីស៊ឺបកថាអត្តន័យបាទអញ្ចឹងប្រយោគហ្នឹងគឺយើងបកថាពន្យល់អត្តន័យបន្ថែមនៃពាក្យ交通工具បងប្អូនទាំងអស់គ្នាជាដំបូងយើងមកសិក្សាស្វែងយល់អំពីអត្តន័យនៃពាក្យ交通បាទអញ្ចឹងពាក្យ交通សំឡេងទី1យើងអាចថា交通ក្នុងភាសាចិនអត្តន័យហ្នឹងគឺមានន័យតាក់ទងទៅនឹងការដឹកជញ្ជូនឬក៏ចរាចរណ៍ឬក៏ការធ្វើដំណើរវាគឺជាពាក្យទូទៅដែលប្រើសម្រាប់ពិពណ៌នាពីការផ្លាស់ទីរបស់មនុស្សឬក៏ទំនិញតាមរយៈមធ្យោបាយផ្សេងៗបាទអញ្ចឹងយើងសិក្សាថ្ងៃនេះយើងបែងចែកវាជាអាចថាបែងចែកជា3បាទទី1គឺចរាចរណ៍ទី2គឺការធ្វើដំណើរបាទអញ្ចឹងគឺជាសកម្មភាពនៃការធ្វើដំណើរឬក៏ផ្លាស់ទីរបស់យានយន្តឬក៏មនុស្សបាទអញ្ចឹងទី2គឺប្រព័ន្ធដឹកជញ្ជូនមានន័យថាជាសកម្មភាពនៃការផ្លាស់ទីរបស់រថយន្តរថភ្លើងយន្តហោះឬក៏កប៉ាល់និងម៉ូតូឡាក់បាទបងប្អូនទាំងអស់គ្នាបាទអញ្ចឹងជាបន្តខ្ញុំនឹងលើកយកពាក្យថា交通ដែលបកថាការធ្វើដំណើរយកមកធ្វើការពន្យល់ដោយសរសេរជាប្រយោគភាសាចិនបាទអញ្ចឹងប្រយោគទី1យើងនិយាយថា交通补贴交通补贴បកថាលុយឧបត្ថម្ភការធ្វើដំណើរបាទអញ្ចឹងឧទាហរណ៍ទី2យើងនិយាយថា公司每月都会提供交通补贴公司每月都会提供交通补贴បកថាក្រុមហ៊ុននឹងផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរជារៀងរាល់ខែបាទឧទាហរណ៍មួយទៀតយើងអាចនិយាយថា如果你工作满1个月没有请假公司会提供交通补贴បាទអញ្ចឹងយើងបកថាប្រសិនបើអ្នកធ្វើការពេញ1ខែដោយមិនសុំច្បាប់ឈប់សម្រាកក្រុមហ៊ុននឹងផ្ដល់ប្រាក់ឧបត្ថម្ភការធ្វើដំណើរបាទបងប្អូនទាំងគ្នាអញ្ចឹងអត្ថបទរបស់យើង3ខាងលើហ្នឹងគឺជាពាក្យដែលតកតងជាមួយនឹងការធ្វើដំណើរបាទអញ្ចឹងជាបន្តយើងនឹងសិក្សាអំពីពាក្យថាជាវធងដែលបកថាចរាចរណ៍បាទអញ្ចឹងក៏លើកជាឧទាហរណ៍ចំនួន6ដើម្បីចែករំលែកដល់បងប្អូនទាំងគ្នាផងដែរបាទអញ្ចឹងឧទាហរណ៍ទី1យើងនិយាយថា这里的交通很方便这里的交通很方便បកថាចរាចរណ៍នៅទីនេះងាយស្រួលណាស់បាទអញ្ចឹងឧទាហរណ៍ទី2早上的交通很拥堵早上的交通很拥堵បកថាចរាចរណ៍ពេលព្រឹកស្ទះខ្លាំងចំណែកឧទាហរណ៍ទី3យើងនិយាយថា我们需要改善城市的交通我们需要改善城市的交通បកថាយើងត្រូវការកែលម្អចរាចរណ៍ក្នុងទីក្រុងបាទឧទាហរណ៍ទី4យើងនិយាយថា交通事故发生在高速公路上交通事故发生在高速公路上បកថាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅលើផ្លូវល្បឿនលឿនចំណែកឧទាហរណ៍ទី5និយាយថា它是交通警察它是交通警察គាត់គឺជាប៉ូលីសចរាចរណ៍ចូលដល់ឧទាហរណ៍ទី6និយាយថា老师提醒我们要注意交通安全បកថាលោកគ្រូបានដាស់តឿនឲ្យយើងប្រុងប្រយ័ត្នអំពីសុវត្ថិភាពចរាចរណ៍បន្តមកទៀតយើងនឹងសិក្សាអត្ថន័យនៃពាក្យថាកងជីវិញម្ដងបាទពាក្យកងជីអានថាកងជីជាភាសាចិនដែលមានន័យថាជាឧបករណ៍ឬក៏សម្ភារៈឬក៏មធ្យោបាយដែលប្រើសម្រាប់បំពេញកិច្ចការណាមួយហើយវាអាចជាឧបករណ៍ផ្ទាល់ខ្លួនឬក៏ជារបស់អេឡិចត្រូនិកហើយក៏អាចជាវិធីសាស្ត្រផងដែរបាទអញ្ចឹងកងជីហ្នឹងគឺយើងប្រើសម្រាប់ការសិក្សាពេលខ្លះប្រើសម្រាប់
ការងារហើយពេលខ្លះក៏ប្រើសម្រាប់ជីវិតប្រចាំថ្ងៃផងដែរបាទអញ្ចឹងចំណុចនេះខ្ញុំនឹងលើកយកឧទាហរណ៍ដែលតកតងជាមួយនឹងពាក្យថាកងជីសម្រាប់ការសិក្សាបាទអញ្ចឹងឧទាហរណ៍ដូចជា字典工具បកថាវចនានុក្រមសម្រាប់ស្វែងរកពាក្យឧទាហរណ៍មួយទៀតយើងនិយាយថា学习外语时字典工具非常重要បកថានៅពេលសិក្សាភាសាបរទេសសម្ភារៈវចនានុក្រមមានសារៈសំខាន់ខ្លាំងណាស់បាទអញ្ចឹងឧទាហរណ៍បន្តយើងនិយាយថា学习工具បកថាសម្ភារៈសិក្សាបាទមានដូចជាកត្តាសិភៅបិទជាដើមបាទអញ្ចឹងឧទាហរណ៍របស់វាយើងនិយាយថា这些学习工具可以帮助你提高学习效率បាទអញ្ចឹងយើងបកថាសម្ភារៈសិក្សាទាំងនេះអាចជួយអ្នកបង្កើនប្រសិទ្ធភាពក្នុងការសិក្សាចូលដល់ចំណុចជាបន្តយើងសិក្សាអំពីកងជីវិញម្ដងបាទអញ្ចឹងកងជីសម្រាប់ការងារបាទអញ្ចឹងឧទាហរណ៍ដូចជា他每天用很多工具来修理机器បាទអញ្ចឹងបកថាគាត់ប្រើឧបករណ៍ជាច្រើនរៀងរាល់ថ្ងៃដើម្បីជួសជុលម៉ាស៊ីនឧទាហរណ៍ទី2យើងនិយាយថា这些工具对我们的工作非常重要ឧបករណ៍ទាំងនេះសំខាន់ណាស់សម្រាប់ការងាររបស់ពួកយើងចំណុចឧទាហរណ៍ចុងក្រោយគឺយើងនិយាយថា我们公司提供所有必要的工作工具បកថាក្រុមហ៊ុនយើងនឹងផ្ដល់ឧបករណ៍ការងារដែលចាំបាច់ទាំងអស់បាទអញ្ចឹងចូលដល់ចំណុចជាបន្ទាប់បាទចំណុចនេះយើងនឹងសិក្សាអំពីកងជីសម្រាប់ក្នុងជីវិតប្រចាំថ្ងៃវិញម្ដងបាទអញ្ចឹងឧទាហរណ៍ដូចជា厨房工具បកថាសម្ភារៈផ្ទះបាយបាទមានដូចជាកាំបិតចានជាដើមចង្ក្រាននេះជាដើមបាទអញ្ចឹងឧទាហរណ៍ទី1យើងនិយាយថា我妈妈买了很多新的厨房工具បកថាអ្នកម៉ាក់ខ្ញុំបានទិញសម្ភារៈផ្ទះបាយថ្មីជាច្រើនឧទាហរណ៍ជាបន្តយើងនិយាយថា厨房工具要保持干净បកថាសម្ភារៈផ្ទះបាយត្រូវរក្សាបានស្អាតឧទាហរណ៍ចុងក្រោយយើងនិយាយថា这些厨房工具是新买的សម្ភារៈផ្ទះបាយទាំងនេះគឺទើបតែទិញថ្មីបាទអញ្ចឹងចំណុចជាបន្តយើងនឹងសិក្សាអំពីកងជីបាទប៉ុន្តែសម្រាប់ប្រើក្នុងជីវិតប្រចាំថ្ងៃដូចគ្នាអញ្ចឹងបាទមានដូចជាឆានជីឆានបកថាបើយើងនិយាយថាចៅឆានបកថាអាហារពេលព្រឹកបាទអញ្ចឹងទៅពេលឆានជីបកថាសម្ភារៈញ៉ាំអាហារអញ្ចឹងមានដូចជាចានចង្កឹះសមនិងស្លាបព្រាជាដើមបាទអញ្ចឹងឧទាហរណ៍របស់យើងនិយាយថា请把铲具放在桌子上បកថាសូមដាក់សម្ភារៈញ៉ាំអាហារនៅលើតុបាទអញ្ចឹងឧទាហរណ៍ជាបន្តយើងនិយាយថា这些铲具是新的我们刚买的បកថាសម្ភារៈញ៉ាំអាហារទាំងនេះគឺថ្មីទេយើងទើបតែទិញឧទាហរណ៍ជាបន្តយើងនិយាយថា吃饭前要准备好铲具បកថាមុនពេលញ៉ាំអាហារត្រូវរៀបចំសម្ភារៈញ៉ាំអាហារឲ្យរួចរាល់បាទអញ្ចឹងឧទាហរណ៍ចុងក្រោយយើងនិយាយថា铲具包括盘子刀子ឆា子和勺子បាទបកប្រែថាឧបករណ៍ញ៉ាំអាហាររួមមានចានកាំបិតចង្កឹះនិងស្លាបព្រាអូខេបងប្អូនទាំងនេះអញ្ចឹងវីដេអូរបស់យើងបានចូលមកដល់ទីបញ្ចប់ទៀតហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូមួយនេះហើយបើសិនជាបងប្អូនមើលមិនទាន់ឬក៏កត់អត់ទាន់ទេអាចមើលម្ដងទៀតបានបាទអញ្ចឹងបងប្អូនអាចកត់ត្រានៅពាក្យដែលបងប្អូនគិតថាមានប្រយោជន៍ឬក៏ថ្មីដែលបងប្អូនកំពុងតែសិក្សាស្រាវជ្រាវបាទអញ្ចឹងអរគុណបងប្អូនដែលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំនឹងធ្វើវីដេអូថ្មីជាបន្តទៀតដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាដែលចង់សិក្សាភាសាចិនបាទអរគុណ谢谢大家再见